សួស្តីបងតើការវឹកហាត់តម្លើងសាច់ដុំតម្លើងគីឡូតើយើងគួរវឹកហាត់របៀបម៉េចសំណួរនេះគឺជាសំណួរដែលបងប្អូនយើងមួយចំនួនបានសួរមកកាន់ខ្ញុំហើយក្នុងនាមខ្ញុំជាអ្នកឆ្លាញ់ការវឹកហាត់រាងកាយដូចគ្នាដូចទាំងបងប្អូនដែរខ្ញុំពិតជាអរគុណមែនទែនដែលបងប្អូនបានផ្ដល់កិត្តិយសសួរនៅសំណួរល្អបែបនេះមកកាន់ខ្ញុំហើយសម្រាប់ខ្ញុំជាអ្នកដែលឆ្លងកាត់បទពិសោធន៍ដូចជាបងប្អូនដែរខ្ញុំក៏ធ្លាប់បានដាក់នៅសំណួរនេះសួរទៅកាន់រៀនច្បងរបស់យើងដែលគាត់បាទគឺជាអ្នកជំនាញម្នាក់ខ្ញុំសូមអរគុណទៅកាន់បងប្រុស Johnny Trainer បាទបងប្រុស Johnny បច្ចុប្បន្ននេះគាត់គឺជា trainer ម្នាក់ហើយគាត់ក៏ជាអ្នកកាយវិបកម្មម្នាក់ផងដែរហើយសំណួរមួយនេះខ្ញុំក៏បានសួរទៅកាន់គាត់ហើយមកដល់ពេលបច្ចុប្បន្ននេះខ្ញុំក៏មិនដែលភ្លេចនៅដំបូន្មានដែលបងប្រុសបានចែកលេខមកកាន់ខ្ញុំដែរបាទគាត់ចែកអំណេក2កន្លឹះមកកាន់ខ្ញុំបាទកន្លឹះនៃការវឹកហាត់តម្លើងសាច់ដុំតម្លើងគីឡូគឺថាទី1គឺបងប្អូនបាទត្រូវបង្កើនការញ៉ាំខុសពីធម្មតាបើសិនជាធម្មតាបងប្អូនវឹកហាត់បាទគ្រាន់តែពង្រឹងសាច់ដុំពង្រឹងរាងកាយទេបងប្អូនអាចញ៉ាំចន្លោះពី2ទៅ3ពេលបាទជារបបអាហារសាមញ្ញធម្មតាដែលយើងញ៉ាំទូទៅហើយបើសិនជាបងប្អូនចង់វឹកហាត់តម្លើងគីឡូវិញគឺมันអាចញ៉ាំធម្មតាបែបនោះបានទេគឺបងប្អូនត្រូវតែតម្លើងការញ៉ាំបើសិនជាធម្មតាបងប្អូនញ៉ាំ3ពេលអញ្ចឹងនៅពេលដែលបងប្អូនវឹកហាត់តម្លើងគីឡូបងប្អូនចង់ឡើងប្រមាណគីឡូចឹងបងប្អូនទៅ set ដាក់របបអាហារធ្វើការកំណត់របបអាហារខ្លួនឯងឡើងវិញរៀបចំវាឡើងវិញឲ្យទៅតាមស្តង់ដារចំនួនគីឡូទៅតាមគោលដៅដែលបងប្អូនរៀបចំអញ្ចឹងហើយការញ៉ាំគឺជារឿងដែលសំខាន់ក្នុងដំណើរនៃការវឹកហាត់តម្លើងគីឡូបងប្អូនអាចរៀបចំចាប់ពី4ទៅ5ឬក៏6ពេលបាទទៅតាមសមត្ថភាពទៅតាមការខិតខំប្រឹងប្រែងរបស់យើងពីព្រោះការញ៉ាំគឺជារឿងមួយដែលលំបាកបាទសម្រាប់ខ្ញុំគឺជារឿងមួយដែលលំបាកខ្លាំងមែនទែននៅពេលដែលនិយាយដល់ការវឹកហាត់ធ្ងន់ស្រាលខ្ញុំដូចជាមិនសូវលំបាកទេក៏ប៉ុន្តែការខំប្រឹងញ៉ាំឲ្យបានច្រើនញ៉ាំដែលខុសពីធម្មតាគឺវាជាដំណើរមួយដែលលំបាកខ្លាំងមែនទែនប៉ុន្តែលំបាកខ្លាំងប៉ុណ្ណាវេទនាប៉ុណ្ណាយើងត្រូវធ្វើឲ្យបានបាទពពុះបើមិនជាវាជាគោលដៅហើយវាជាអ្វីយើងចង់បានពិតប្រាកដត្រូវតែខំប្រឹងធ្វើវាបានហើយទី2បាទគឺបងប្អូនត្រូវវឹកហាត់ឲ្យខុសពីធម្មតាដែរបើសិនជាធម្មតាបងប្អូនវឹកហាត់ប្រើដុំដាំបែលបាទ5-10គីឡូក៏ប៉ុន្តែនៅពេលបងប្អូនវឹកហាត់តម្លើងសាច់ដុំគឺមិនអាចវឹកហាត់បានបែបនោះទេគឺបងប្អូនត្រូវធ្វើការតម្លើងគីឡូនៃការវឹកហាត់ដែរបងប្អូនអាចតម្លើង12 15ឬក៏20បាទទៅតាមកម្លាំងបាទដែលបងប្អូនមានបាទយើងវឹកហាត់ឲ្យបានធ្ងន់គឺល្អសម្រាប់រាងកាយក្នុងពេលដែលយើងបាទកំពុងតែធ្វើរបបអាហារតម្លើងសាច់ដុំអូខេហើយក៏បន្ថែមបាទពីលើបងប្រុសចិននេះខ្ញុំចង់ធ្វើការបន្ថែមទៅលើការគេងបងប្អូនក៏ត្រូវតែគេងឲ្យវាខុសពីធម្មតាដូចគ្នាប៉ុន្តែបើសិនជាធម្មតាបងប្អូនគេងចន្លោះពី5ទៅ6ម៉ោងអញ្ចឹងនៅពេលដែលបងប្អូនវឹកហាត់តម្លើងសាច់ដុំតម្លើងគីឡូបងប្អូនត្រូវការគេងក៏ច្រើនដែរឲ្យគ្រប់គ្រាន់បាទចន្លោះពី7 9ទៅ10ម៉ោងបាទយ៉ាងតិចដើម្បីឲ្យចលនារាងកាយបងប្អូនទាំងគ្នាដូចជាប្រព័ន្ធមេតាបូលិកប្រព័ន្ធរំលាយអាហាររបស់បងប្អូនទាំងគ្នាវាដំណើរការបានល្អពីព្រោះនៅពេលណាយើងញ៉ាំច្រើនប្រព័ន្ធមេតាបូលិកនៅក្នុងរាងកាយរបស់យើងក៏ធ្វើការធ្ងន់ដែរបងប្អូនទាំងគ្នាអញ្ចឹងការគេងគឺជាការបាទបង្កើនធម៌ពលមួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងរឹងមាំបាទគ្រប់គ្រាន់ក្នុងការធ្វើការកិនឬក៏រំលាយអាហារដែលយើងបានញ៉ាំចូលទៅនឹងដែរអូខេអញ្ចឹងបើសិនជាបងប្អូនស្ថិតនៅក្នុងកំឡុងពេលនៃការវឹកហាត់តម្លើងគីឡូដែរបងប្អូនត្រូវសិក្សាឲ្យបានច្បាស់ពីគោលដៅតើបងប្អូនចង់ឡើងប្រមាណគីឡូបន្ថែមទៅមុខទៀតអញ្ចឹងបងប្អូនធ្វើការឆែកឲ្យបានច្បាស់លាស់ហើយការឆែកបងប្អូនអាចធ្វើការគណនាដោយដៃក៏បានបងប្អូនអាចធ្វើការ download app យកមកប្រើប្រាស់ជាជំនួយការរបស់បងប្អូនក៏បានដែរសិនជាបងប្អូនមានសមត្ថភាពបងប្អូនអាចប្រើកម្មវិធីហើយជួយជាកញ្ចប់ដើម្បីយកមកប្រើប្រាស់បានក្នុងការកំណត់គោលដៅនៃការវឹកហាត់រៀបចំផែនការនៃការវឹកហាត់ឆែករបបអាហារផ្សេងៗនៅក្នុងកម្មវិធីហ្នឹងអញ្ចឹងសរុបមកវិញតកតូនទៅនឹងការវឹកហាត់តម្លើងគីឡូគឺមាន4ចំណុចបងប្អូនទាំងអស់គ្នាបាទទី1គឺបងប្អូនត្រូវតែញ៉ាំខុសពីធម្មតាទី2វឹកហាត់ខុសពីធម្មតាទី3គេងខុសពីធម្មតាទី4ឆែករបបអាហារឆែកគោលដៅហើយកំណត់បាទគោលដៅខ្លួនឯងឲ្យបានច្បាស់លាស់នៅពេលដែលបងប្អូនគិតរៀបចំចង់តម្លើងគីឡូឬក៏វឹកហាត់តម្លើងសាច់ដុំនឹងឯងហើយនៅពេលនេះពីខ្ញុំបាទ B Strongman ពួកយើងចាំជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ